បើដឹងអំពី scholarship ហ្នឹងណាខំរៀនតាំងពីនៅវិទ្យាល័យបាទតែគ្នាយើងប្រហែលណាដែលធ្លាប់គិតអញ្ចឹងថាដល់ពេលដែលយើងស្គាល់អំពី scholarship ហើយយើងគិតថាបើយើងខំរៀនតាំងវិទ្យាល័យយើងអាចនឹងបាន scholarship ល្អជាងហ្នឹងណាអញ្ចឹងថ្ងៃនេះយើងមក analyze problem មួយជាមួយខ្ញុំបងប្អូនគ្នាគឺ lack awareness នៃ scholarship អញ្ចឹង lack awareness ហ្នឹងគឺដោយសារតែសិស្សភាគច្រើនគឺមកពីតំបន់ជនបទហើយសម្រាប់ scholarship opportunity របស់សាយហ្នឹងគឺពិបាក access មែនតើគឺដោយសារវាអត់សូវល្បីឬក៏យើងប្រើ technology cost ដែលយើងអាចនឹងជួបងាយជួបប្រទេសវាហើយទី2នោះគឺ scholarship គឺយើងពិបាក apply មែនតើដល់គ្រាន់តែសិស្សភាគច្រើនគឺគាត់អត់អាច apply អត់ចង់ apply ដោយសារគាត់គិតថាវាពិបាកឬក៏គាត់មកពីស្រុកហ្នឹងគាត់អាចនឹងផ្លេចឯកសារដែលសំខាន់មួយចំនួននៅផ្ទះអញ្ចឹងគាត់អត់ហ៊ានដែរដោយសារតែគាត់ដើរបានដោយសារគាត់ខ្វះឬក៏វាពិបាកដែរមែនតើហើយទី3នោះគឺ language barrier ហ្នឹងសិស្សភាគច្រើនហ្មងដែលគាត់អត់ដាក់ដោយសារតែគាត់គិតថាភាសារបស់គាត់អត់ល្អអត់ដល់ដាក់អត់បានហើយដោយសារតែ scholarship ភាគច្រើនក៏គេ require ភាសាហ្នឹងដែរអញ្ចឹងមកមើល proposed solution របស់យើងគឺពួកយើងក៏បានបង្កើត style រៀនប្រផ្សាយមួយសម្រាប់ជួយដល់ពួកគាត់ហើយ style រៀនប្រផ្សាយយើងគឺគោលដៅរបស់យើងគឺយើងសដៅទៅលើសិស្ស high school student សិស្សដែលគាត់អត់តរៀនចប់ហើយប្រផ្សាយយើងមាន offer ដូចជា up to date scholarship list មាន expert ហើយមាន guiding អញ្ចឹងហើយរយយើងគឺអត់ចង់ឲ្យសិស្សណាម្នាក់គាត់ miss out ទៀតហើយ proposed solution របស់យើងគឺនៅក្នុង website ហ្នឹងគឺយើងមាន scholarship hub មួយដែលវា list all the scholarship that are available អស់ហ្នឹងហើយទី2គឺ application guide ដែលសំខាន់មែនតើគឺយើងអាចនឹងមាន expert ដើម្បីជួយប្រាប់សិស្សដែលចង់ដាក់ scholarship ហ្នឹងដែលគាត់ប្រាប់ពីមួយចំណុចពីមួយជំហានតើដាក់របៀបម៉េចទៅដាក់បានហើយទី3គឺ early awareness ដែលយើងអាចនឹងមាន របៀបដូចជា notification ឬក៏យើងអាចប្រាប់ពួកគាត់ថាដាក់តន order អញ្ចឹងហើយសម្រាប់ target customer យើងគឺមានប្រភេទទី1គឺ university student ឬក៏សិស្សដែលគាត់តតែបញ្ចប់ high school ឬក៏គាត់កំពុងតែនៅ high school ហ្នឹងដែលអាយុចាប់ពី18ឆ្នាំទៅ24ឆ្នាំហើយទី2គឺ tutor ហើយនិង teacher ជាប្រភេទគ្រូដែលគាត់អាចនឹងគាត់ចង់ partner ជាមួយនឹងពួកយើងអាចដើម្បីគាត់អាច sell course គាត់សម្រាប់ទៅលើ student ដែលគាត់ចង់រៀនត្រៀមប្រឡងដាក់ scholarship ហ្នឹងហើយឬក៏គាត់ចង់ជួយសិស្សដើម្បី guide ឲ្យពួកគាត់ដាក់ scholarship ហ្នឹងបានហើយ prototype របស់ពួកយើងគឺ website របស់យើងមានដូចនៅក្នុងនេះចឹងយើងមានដូចជា bachelor program major ឬយើងអាចឲ្យពួកគាត់ type search raw scholarship របស់ពួកគាត់បានហើយ value proposition គឺយើងទី1 website យើងគឺឲ្យពួកគាត់ងាយស្រួលនឹងដើររក scholarship មែនតើហើយទី2គឺ scholarship ទាំងអស់គឺ verify ហើយទី3គឺ website យើងមាន detail ស្រួលប្រើអញ្ចឹងដើម្បីឲ្យពួកគាត់ងាយស្រួលនឹងដើររកហើយ market validation ហ្នឹងគឺយើងអាចមើលទៅបានគឺប្រជាជននៅស្រុកខ្មែរយើងចិត្តចូល 30% មានអាយុចាប់ពី18ទៅ24ឆ្នាំហ្នឹងបើយើងគិតទៅហើយនេះគឺជា customer discovery ដល់ពួកយើងដែលយើងបានចោះទៅដល់តាមខេត្តហ្មងដើម្បីចន្លោះតាមខេត្តគឺយើងចោះទៅដល់កន្លែងហ្មងដើម្បីសួរស្រាវជ្រាវបន្ថែមសម្រាប់ពួកគាត់ចង់ដឹងពីផលលំបាកពួកគាត់ថាគាត់ពិបាកមិនដល់ពេលដែលគាត់អត់ដឹងអំពី scholarship ចឹងហើយពួកគាត់ភាគច្រើនគឺសិតតែមកពីតំបន់ជនបទហើយ competitor analyst របស់យើងគឺយើងមាន2យកមកនិយាយគឺ school ដែលពួកគាត់ provide ចង់ទាំងអស់ដូចជាពួកយើងហើយប៉ុន្តែពួកគាត់អត់មាន website ដើម្បីឲ្យ user ងាយស្រួលទេហើយសម្រាប់ study abroad វិញគឺគេមិនបានប្រើនៅក្នុង local ដូចពួកយើងឯងហើយគេក៏មានភាសាដែរតែសម្រាប់ពួកយើងវិញគឺយើងមានដូចជា provide local ហើយនឹងអាចនឹង abroad scholarship យើងមាន offer course យើងមាន scholarship consultation ហើយយើងមាន website របស់យើង
ហើយសម្រាប់ partner គឺទី1គឺ ABA ដើម្បី payment ហើយទី2គឺក្រសួងអប់រំយុវជននិងកីឡាដើម្បីយើងអាចតាក់ទងពួកគាត់ដើម្បីសុំព័ត៌មានបន្ថែមអំពី scholarship ឬដល់ពេលដែលគេតម្លាក់ scholarship អញ្ចឹងយើងអាចសុំពួកគាត់ហើយសម្រាប់ scalability ហើយនឹងក្រោយស្រ័យជីវយើងគឺសម្រាប់ short term យើងចង់ប្រើបង្កើតមកដំបូងហ្នឹងគឺយើងចង់ operate ត្រឹមតែភ្នំពេញសិនទេបើសិនជាវាជោគជ័យយើងអាចនឹងឡើងទៅដល់ medium term ដែលយើង expand ឲ្យវាទូទាំងប្រទេសទាំងហ្មងតែហើយបើសម្រាប់ long term វិញយើងចង់ធ្វើជា international ដោយទូទាំងប្រទេសមកដោយគ្រប់ប្រទេសមកហើយសម្រាប់ team member សម្រាប់ role វិញគឺយើងអាចមើលបានចាស់ដោយបីហេងក៏អាចនឹងគាត់ជាអ្នក developer បងត្រីមកហេងគាត់ជា research សម្រាប់វិជ្ជាការខ្ញុំវិញជា customer support ហើយបងលុយគាត់វិជ្ជាគាត់ជា marketing ហើយប្រវត្តិគាត់អាចនឹងជា financial analyst ចឹងទៅនេះគឺជា reference របស់ពួកយើងអរគុណច្រើនសម្រាប់ការទស្សនា